ប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី26ខែកុម្ភៈឆ្នាំ2026ក្រសួងធនធានទឹកនិងអូតូនិយមបានឲ្យដឹងថារបបខ្យល់មូសុងអេសានដែលបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ធំកំពង់ឆ្នាំងកណ្ដាលកំពង់ចាមត្បូងឃ្មុំតាកែវព្រៃវែងស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 25% ដោយឡែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15%រីឯនៅតំបន់មាត់សមុទ្រវិញសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 30%រលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន